ខ្ញុំចាយលុយ1000ចុងក្រោយជួលម៉ាស៊ីនបូមទឹកធំ3គ្រឿងទាំងយប់អ្នកភូមិគិតថាខ្ញុំឈួតមែនទែនហើយពិតជានៅទីនេះមែនតាមកំណត់ត្រាស្រុកព្រៃរាជវង្សដែលលេចកាលពី200ឆ្នាំមុនពិតជានៅទីនេះមែនមួយទឹកដីមួយទឹកមាសនេះជារតនសម្បត្តិធម្មជាតិកំពូលឈើខ្មៅមាសវ៉ាងធានឡងអញគិតថាកិច្ចសន្យានេះកែមិនបានមែនទេកិច្ចសន្យាទិញផ្ដាច់ជាខ្នោះជើងខ្ញុំថ្ងៃស្អែកខ្ញុំចង់ដឹងណាស់ថានរណានឹងលុតជង្គង់យំខ្ញុំខ្ចីទូរស័ព្ទ Nokia គេទៅប្រធានក្រុមហ៊ុនធានហៃលេខផ្ទាល់ខ្លួនរបស់លោកវៃដោយគ្រាន់តែផ្ញើរូបតែមានសរសៃមាសមួយសន្លឹកប៉ុណ្ណោះព្រះឲ្យប្រមូលឡានទៅជាមួយខ្ញុំយប់នេះអ្នកទាំងអស់គ្នាមើលចុះលូឈុនអ្នកពូកែប្រចាំភូមិយើងចំណាយ200,000បូមទឹកប្រឡាយមកយាមគំនរឈើស្អុយពណ៌ខ្មៅនៅទីនេះគិតថាជារបស់មានតម្លៃហាលូឈុនឯងឈួតទេដឹងអញខំប្រឹងតាំងពីព្រឹកគ្រាន់តែដើម្បីស្រង់គោឈើស្អុយសោះបើពេលនេះឯងលុតជង្គង់អង្វរធានឡងគេប្រហែលជាមានចិត្តមេត្តាឲ្យឯងទៅធ្វើកម្មករលើកដាក់នៅការដ្ឋានគ្រាន់បានប្រាក់ខែទិញបាយហូបសៀវយ៉ាឯងនិយាយខុសហើយហាលូឈុនគេចាត់ទុកឈើស្អុយទាំងនេះជាជីវិតមិនដែរលូឈុនឈើស្អុយដែលឯងទិញ200,000នេះទុកពុះធ្វើអស់ដុតឬក៏ទុកធ្វើមឈូខ្លួនឯងលូឈុនលើកនេះឈួតមែនទែនហើយ200,000ទិញអស់ស្អុយមួយគំនរវ៉ាងធានឡងអរគុណសម្រាប់ឈើស្អុយតែរបស់នេះត្រកូលវ៉ាងឯងគ្មានសិទ្ធិប្រើទេងាប់ហើយនៅចេះទៀតនេះថៅកែធំមកពីណាកុំប៉ះខ្ញុំអាសរសៃមាសពិតជាសរសៃមាសមែនសរសៃមាសទាំងផ្ទាំងនេះជាឈើមាសរាជវង្សកំពូលឈើខ្មៅ200ឆ្នាំហើយទេវតាមានភ្នែកឲ្យខ្ញុំលោកវ័យមានឱកាសបានឃើញឈើទិព្វល្អបែបនេះលោកគឺប្អូនលូឈុនមែនទេឈើទាំងនេះប្អូនឲ្យតម្លៃមកទោះប៉ុន្មានក៏ដោយក្រុមហ៊ុនខ្ញុំយកទាំងអស់លោកវ័យជាអ្នកជំនាញក្នុងប្រឡាយប្រវែង100ម៉ែត្រឈើតូចធំសរុបមិនក្រោម60ដើមទេលោកឲ្យតម្លៃមកចុះប្អូនប្រុសនិយាយត្រង់ល្អខ្ញុំមិនបោកប្រាស់ភ្ញៀវទេទំនិញនេះខ្ញុំឲ្យ50លានទិញផ្ដាច់មិនត្រឹមតែប៉ុណ្ណោះដឹងថាប្អូនប្រុសកំពុងត្រូវការលុយអាពីវយកវាមកនេះកំពុងយកសັບទេដឹងមិនអាចទេនេះដាច់ខាតមិនអាចទៅរួចទេ50លានឯណោះទោះលក់អាជីវកម្មគ្រួសារខ្ញុំក្នុងក្រុងទាំងអស់ក៏មិនបានលុយច្រើនម្លេះដែរនេះជាហាងខ្ញុំប្រឡាយនេះជាទ្រព្យត្រកូលវ៉ាងយើងលូឈុនឯងជាអ្នកបោកប្រាស់កិច្ចសន្យាទុកជាមុខប្រឡាយនេះខ្ញុំលែងលក់ហើយឈើខាងក្នុងគឺជារបស់ត្រកូលវ៉ាងទាំងអស់កូនប្រុសត្រកូលវ៉ាងមើលឲ្យច្បាស់នេះជាអ្វីដែលឯងចង់ទម្លាក់កំហុសពីម្សិលហើយបង្ខំខ្ញុំចុះហត្ថលេខាសខ្មៅលើក្រដាសសរសេរយ៉ាងច្បាស់ពីកិច្ចសន្យាចូលជាប្រឡាយនឹងអ្វីទាំងអស់នៅក្រោមដីជាកម្មសិទ្ធិរបស់លូឈុនខ្ញុំមិនពេលនេះឃើញរបស់ល្អចង់បដូរចិត្តនេះគឺ50លានឯណោះខ្ញុំផ្ទាល់បានប្រគល់អាណាចក្រជំនួញទៅឲ្យអាអ្នកក្រដែលខ្ញុំមើងងាយបំផុតបើកាលពីម្សិលមិញខ្ញុំមិនសុំលែងលេះពេលនេះអ្នកដែលទទួលបានការគោរពនិងចាយលុយ50លានដោយសេរីគឺខ្ញុំលីយ៉ាអ្នកមានបំផុតនោះជាស្អីប្តីសម្លាញ់អូនខុសហើយម្សិលមិញអូនគ្រាន់តែខឹងបងលីយ៉ាកុំធ្វើឲ្យបេះដូងខ្ញុំមកខ្វក់ពេលនាងជិះឡានបើមកកាលពីម្សិលមិញក្តីស្រឡាញ់វាបានស្លាប់បាត់ទៅហើយពេលនេះលុយ50លាននេះគ្មានពាក់ព័ន្ធនឹងនាងសំបីមួយកាក់នាំសង្សារថ្មីនាងចេញពីមុខខ្ញុំភ្លាមលោកវ័យធ្វើឲ្យលោកសាច់ចំអស់ហើយយើងចុះកិច្ចសន្យាផ្ទេរកម្មសិទ្ធិទៅលេងហ៊ានចេញក្រៅព្រោះខ្លាចគេប៊ូលីមានបញ្ហាថត1គីឡូមែនទេហើយពេលថតណាមើលទៅឡើងចាស់ខ្លាំងមែនទែនសុខភាពក៏ល្អហើយពិបាកក្នុងខ្លួនជាពិសេសហាបាក់ទឹកចិត្តទៀតសួរថាចង់ស្រកគីឡូអត់ចង់បានសុខភាពល្អអត់ចង់បានរាងស្លីមស្អាតអត់ប្រកាសជាចង់បានហើយមកយើងមិនដឹងថាផលិតផលមួយណាដែលអាចទុកចិត្តបានមិនប៉ះពាល់ដល់សុខភាពនិងមានសុវត្ថិភាពក្នុងការប្រើប្រាស់ហើយមកមិនបាច់វិញក៏ដារណាទៀតទេនេះគឺកំពូលវីតាមីនសម្រក់គីឡូយ៉ាសាកាជាដំណោះស្រាយជួយបងប្អូនឲ្យស្រកគីឡូលឿនរហ័សទាន់ចិត្តនិងមានសុវត្ថិភាពក្នុងការប្រើប្រាស់ពី3ទៅ8គីឡូស៊ីផុយដាច់ផុងតែម្ដងចាកំពូលវីតាមីនសម្រក់គីឡូយ៉ាសាកាគឺជាផ្លូវកាត់ដល់សុវត្ថិភាពបំផុតសម្រាប់បងប្អូនដែលចង់បានរាងស្លីមស្អាតកំពូលវីតាមីនសម្រក់គីឡូយ៉ាសាកាចម្រាញ់ចេញពីគ្រាប់ធនជាតិនិងផ្លែឈើធម្មជាតិកាណាស៊ីនីយ៉ាកម្ពុជានិងហ្វេណុលស៊ីត 100% ដែលមានអត្ថប្រយោជន៍បង្កើនខ្លាំងខាងសម្រក់ទម្ងន់និងជួយរំលាយជាតិខ្លាញ់តែមួយក្រុមមុនអាហារពេលព្រឹកដកពី3ទៅ8គីឡូស៊ីផុយចេញពីខ្លួនតែម្ដងជួយដុតរំលាយខ្លាញ់ពេញមួយតួខ្លួនជួយឲ្យញ៉ាំតិចឆាប់ឆ្អែតហើយឆ្អែតបានយូរនិងមិនចាំបាច់តមហាច្រើនមុខនោះទេអ្វីដែលសំខាន់បំផុតនោះគឺអត់ធ្វើទុកទេបងប្អូនអត់មានរាគរូសអត់មានបងទ្រូងអត់មានញ័រដៃញ័រជើងអីទាំងអស់គឺជួយឲ្យបងប្អូនទាំងអស់គ្នាស្រកគីឡូលឿនស្រកដល់គោលដៅកំពូលវីតាមីនសម្រក់គីឡូយ៉ាសាកាជំនួយការរាងស្អាតក្នុងក្តីស្រមៃរបស់អ្នកលូឈុនឯងមកទីនេះធ្វើអី
សារដេញថ្លៃនេះបើកជាសាធារណៈហេតុអីខ្ញុំមកមិនបានលូឈាន់ខ្ញុំទទួលស្គាល់ថាឯងសំណាងល្អឬបានរបស់ល្អមានលុយបន្តិចបន្តួចតែធ្វើការដ្ឋានត្រូវពឹងលើដើមទុននិងបណ្ដាឯងត្រឹមជាអ្នកធ្វើស្រែគ្មានសំបីតែទីតាំងបងខ្សាច់មួយយកអីមកសាងសង់ហិរញ្ញវត្ថុឲ្យយើងប្រធានវាងសូមណែនាំខ្លួនបន្តិចខ្ញុំជាមេធាវីប្រចាំក្រុមហ៊ុនឈွန်ហៃលោកមិនបាច់ដេញថ្លៃទេព្រោះមុននេះ1ម៉ោងក្រុមហ៊ុនយើងបានទិញយកទាំងស្រុងរោងចក្រស៊ីម៉ងធំ3និងក្រុមហ៊ុនដឹកជញ្ជូនមានន័យថាបាត់ត្រកូលវាងលោកឈ្នះការដេញថ្លៃក្នុងស្រុកនេះគ្មានឡានមួយគ្រឿងគ្មានស៊ីម៉ង1ឡានផ្គត់ផ្គង់ឲ្យលោកទេលោកនិយាយថាអីមិនត្រឹមតែប៉ុណ្ណោះដោយសារវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលោកពេលយើងទិញក្រុមហ៊ុនផ្គត់ផ្គង់ទាំងនេះយើងក៏ទទួលយកបំណុលទាំងអស់ដែលក្រុមហ៊ុនលោកជំពាក់ពួកគេដែរសរុប12លាននេះជាលិខិតទារប្រាក់សូមទូទាត់បំណុលក្នុងរយៈពេល24ម៉ោងបើមិនអញ្ចឹងទេយើងនឹងប្តឹងតុលាការសុំរំលាយក្រុមហ៊ុនលោកលូឈွန်ឯងធ្វើការកុំអាក្រក់ពេកប្រធានវាងទីផ្សារប្រៀបដូចសមរភូមិខ្ញុំគ្រាន់តែទារបំណុលស្របច្បាប់ប៉ុណ្ណោះមិនថាខ្ញុំអាក្រក់ទៅវិញចាប់តាំងពីលោកសើចចំអកខ្ញុំនៅមាត់ប្រឡាយនិងគិតចង់ធ្វើបាបខ្ញុំលោកគួរតែត្រៀមខ្លួនទទួលផលវិបាកហើយមេឃនៅទីនេះគួរតែបដូរហើយមិនដឹងថាមែនឬអត់ទេធានឡងគិតរកវិធីទៅហាវិធីតើនៅមានវិធីអីទៀតសញ្ញាប៊ីចុងក្រោយរបស់ខ្ញុំក៏បាត់បង់ដែរត្រកូលវាងដ៏អស្ចារ្យត្រូវខ្សែធនហើយវាងធានឡុងខ្លាយជាកូនបំណុលវ៉ាន់ដប់ចំណែកលីញយ៉ាសម្បត្តិអាពីពីពីខ្លាយជាយន់ទាជីវិតនាងត្រូវទទួលបន្ទុកបំណុលពាក់កណ្ដាលអ្នកមានបំផុតដែលជាប្អូននាងខ្លាយជារឿងកំ pl ែងប្រធានចៅស៊ើបច្បាស់ហើយក្មេងឈ្មោះលូឈွန်នោះគ្មានក្នុងបង្អែកទេពីមុនគ្រាន់តែជាអ្នកធ្វើស្រែក្នុងភូមិដោយសារយកលុយប្រពន្ធ20000ទិញប្រឡាយលេងលះគ្នារួចសំណាងល្អជីកបានគំនរឈើមានតម្លៃនោះពេលនេះគេបង្កើតក្រុមហ៊ុនទេសចរមួយចង់ធ្វើរមណីយដ្ឋានក្នុងភូមិអាអ្នកស្រែដែលពឹងលើសំណាងក៏ហ៊ានយករបស់មានតម្លៃមកធ្វើការអភិវឌ្ឍដែរមនុស្សធម្មតាគ្មានកំហុសទេកំហុសគឺគេមានការយល់ដឹងរាក់កំភែមិនអាចការពារគម្រោងធំបែបនេះបានទេជួយណាត់គេឲ្យខ្ញុំប្រាប់គេថាក្រុមហ៊ុនហឹងថៃសុខចិត្តឲ្យឱកាសគេឡើងឋានស៊ូកមួយជំហានរសៀលថ្ងៃបន្ទាប់ខ្ញុំបានមកដល់ទីក្រុងកន្លែងផឹកតែឯកជនប្រណីតបំផុតចំពោះការអញ្ជើញរបស់ក្រុមហ៊ុនហឹងថៃខ្ញុំមិនភ្ញាក់ផ្អើលទេមានរបស់ល្អក្នុងដៃច្បាស់ជាតាក់ទាញជាចោនេះក៏ជាអាណាចក្រជំនួយរបស់ខ្ញុំតែត្រូវតែឆ្លងកាត់ឧបសគ្គនេះប្រធានលូក្មេងតែមានសមត្ថភាពយើងមនុស្សច្បាស់លាស់មិននិយាយលាក់លៀមទេឈើដែលសល់ក្នុងដៃឯងខ្ញុំពេញចិត្តហើយក្រុមហ៊ុនហឹងថៃរៀបចំសាងសង់សារមន្ទីរឈើឯកជនធំបំផុតនៅអាស៊ីខ្ញុំឲ្យតម្លៃ100លានកូដរួមទាំងរមណីយដ្ឋានដែលមិនទាន់សង់រួចរបស់ឯងខ្ញុំទទួលយកទាំងអស់ប្រធានចៅបំនិយាយជំនួញខ្ញុំស្វាគមន៍តែបើមកបង្ខំទិញលោកតែមួយពេលនេះខ្ញុំមិនផឹកទេចំណែកឈើនោះខ្ញុំមិនលក់ទេកំឡោះលោកភ្លួនពេកប្រយ័ត្នដល់ហែកពុះឯងគិតថាផ្ដួលរំលំត្រកូលវាងដែលគ្មានគ្រាន់តែជារបស់អេចាយអាចមកលេងនៅទីក្រុងបាងងីមែនទេបើឯងមិនលក់ខ្ញុំធានាថារមណីយដ្ឋានឯងសំបីដាច់មួយសរសៃក៏ដឹកចូលមិនបានដែរគម្រោងផ្លូវទេសចរនៅទីក្រុងបណ្ដាញភ្ញៀវលំដាប់ខ្ពស់សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ហឹងថៃឲ្យតែខ្ញុំនិយាយមួយម៉ាត់រមណីយដ្ឋានឯងសង់រួចក៏ខ្លាយជាទីក្រុងខ្មោចដែរខ្ញុំទុកពេល3ថ្ងៃឲ្យឯងគិតយកលុយ100លានត្រឡប់ទៅស្រុកវិញទៅឬចាំមើលក្រុមហ៊ុនឯងខ្សែធនប្រធានចៅខ្ញុំជាមនុស្សរឹងរូសតាំងពីតូចមិនចូលចិត្តឲ្យគេបង្រៀនធ្វើជំនួញទេរមណីយដ្ឋានខ្ញុំសង់រួចឬអត់មិនបាច់ប្រធានចៅខ្វល់ទេចំណែកឈើរបស់ខ្ញុំវានឹងបង្ហាញខ្លួននៅកន្លែងដែលស័ក្តិសមតែដាច់ខាតមិនខ្លាយជាឧបករណ៍របស់ហឹងថៃសម្រាប់ជន់ឈ្លីទេរបស់មិនដឹងគុណប្រកាសចុះបិទផ្លូវក្រុមហ៊ុនឈន់ហៃឲ្យអស់ចាំមើលគេអាចទប់ទល់បានដល់ពេលណាល្បិចរបស់ចៅយីមីងពិតជាសាហាវណាស់ត្រឹមតែ3ថ្ងៃប៉ុណ្ណោះក្រុមហ៊ុនដែលឈន់ហៃធ្លាប់និយាយត្រូវគ្នាក្រុមហ៊ុនទេសចរធំនៅទីក្រុងអូសាកានាំគ្នាផ្ដាច់កិច្ចសន្យាដោយមានហេតុផលរៀងខ្លួនការអនុម័តសាងសង់ផ្លូវខាងក្រៅរមណីយដ្ឋានក៏ជួបឧបសគ្គភ្លាមសូម្បីតែធនាគារដែលសហការក៏ចាប់ផ្ដើមពន្យាពេលបញ្ចេញប្រាក់កម្ចីដែរប្រធានលូពេលនេះស្ថានភាពមិនល្អសម្រាប់យើងទេចៅយីមីងបានប្រកាសហើយគេចង់ផ្ដាច់ទំនាក់ទំនងយើងនៅទីក្រុងទាំងស្រុងបើមូលនិធិបន្តបន្ទាប់មិនអាចគ្រប់គ្រងទាន់ការវិនិយោគដំបូងអាចនឹងរលាយបាត់ផ្ដាច់ទំនាក់ទំនងខ្ញុំចៅយីមីងគិតថាទីក្រុងគឺជាពិភពលោកទាំងមូលហើយជូនដំណឹងដល់ក្រុមហ៊ុនទាំងមូលបញ្ឈប់ការតាក់ទងដែលគ្មានប្រយោជន៍នៅទីក្រុងតាក់ទងក្រុមហ៊ុនដេញថ្លៃនៅរដ្ឋធានីភ្លាមនិងក្លឹបអ្នកប្រមូលវត្ថុបុរាណកម្ពុជានៅហុងកុង3ថ្ងៃទៀតខ្ញុំនឹងរៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិដោយផ្ដោតលើអ្នកមានកម្ពុជាធ្វើការដេញថ្លៃទីផ្សារសាងសង់ឯកជនចៅយីមីងមិនមែនថាឈើខ្ញុំគ្មានតម្លៃទេអញ្ចឹងខ្ញុំនឹងឲ្យគេមើលតើអ្វីទៅជាការវាយប្រហារពិតប្រាកដ3ថ្ងៃក្រោយនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិឡានដែលធ្លាប់តែឃើញក្នុងព័ត៌មានសេដ្ឋកិច្ចឡាន Rolls-Royce ឡាន Bentley បើកចូលចំណតយ៉ាងស្ងៀមស្ងាត់អ្នកដែលអាចទទួលបានសម្បត្តិចូលរួមថ្ងៃនេះមានទ្រព្យសម្បត្តិចាប់ពី5000លានឡើងទៅសុទ្ធតែជាអ្នកមានអំណាចពិតប្រាកដមកពីទូទាំងប្រទេសចៅយីមីងក៏មកដែរថ្ងៃនេះគេមកដើម្បីសើចចំអកខ្ញុំគេបានប្រាប់រង្វង់ពាណិជ្ជកម្មនៅទីក្រុងហើយអ្នកណាហ៊ានដេញថ្លៃគឺប្រឆាំងនឹងហឹងថៃពន្លឺភ្លើងងឹតចុះលូឈွန်ស្លៀកឈុតធំពណ៌ខ្មៅយ៉ាងសង្ហាដើរឡើងលើឆាកយ៉ាងជឿជាក់ប្រឈមមុខនឹងក្រុមសេដ្ឋីរាប់ពាន់លានខាងក្រោមភាពអស្ចារ្យរបស់ខ្ញុំមិនថយចុះសំបីបន្តិចអរគុណលោកចាស់ទុំទាំងអស់ដែលបានអញ្ជើញមកថ្ងៃនេះខ្ញុំមិននិយាយច្រើនទេចុចខាងឆ្វេងផ្នែកខាងក្រោមដើម្បីទស្សនាពេញ
baby មិនតូចសន្យាថាឈប់ញ៉ាំទៀតទេណា កន្លោយើងណាអត់សមគ្នាទេអូន ឃើញអត់ថាកុំឲ្យហៅស៊ីច្រើនពេកឥឡូវគេទៅចោលបាត់ ត្រាដោយកំណត់ទៀតជាមួយវ៉ាសាកា Body Shake ជាវីតាមីនសម្រកសំឡាងពីក្របធញ្ញជាតិមានប្រសិទ្ធភាពទឹកថ្លៃមួយទួលខ្លួនត្រប់គីឡូបានមានរាងស្អាតដោយសុវត្ថិភាព យើងត្រូវគ្នាវិញបានអត់ ឡូយើថៃគ្នាបាយត្រាដោយកំណត់ទៀតជាមួយវ៉ាសាកា Body Shake ជាវីតាមីនសម្រកសំឡាងពីក្របធញ្ញជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយទួលខ្លួនត្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពជាមួយផលិតផលស្តង់ដារមកពីប្រទេសបារាំង